ហេតុអីបានជាយើងឲ្យតែនឹកឃើញឃ្លានមីស៊ុបដឹងតែនឹកឃើញរសជាតិមីស៊ុបបឋមទូទៅពងហើយខ្ញុំមិនអាចបំភ្លេចបានទេឲ្យតែឃ្លានដឹងតែទៅឲ្យបងប្អូនមកតម្លៃសមរម្យហើយមកឆ្អែតហើយក៏ជាម៉ួយជើងចាស់របស់ខ្ញុំដែរឃ្លាននឹងឲ្យទៅហាងគាត់ប្រុចហើយបងប្អូនដែលជាមួយកន្លែងគាត់យូរឆ្នាំតាំងពីនៅរៀននៅតូចអីហ្នឹងអាចបញ្ញ៉ាំកន្លែងគាត់បានបាទឬក៏ចង់រំលឹករសជាតិឡើងវិញដូចខ្ញុំដាក់ជាប្រភេទមីឌុបបាទនឹងគឺមួយចានត្រឹមតែ 7,000 រៀលទេស៊ុបគាត់រក្សានៅគុណភាពដដែលថ្លាមែនតើទឹកស៊ុបនិយាយថាថ្លាឆ្វង់តែម្ដងដូចថាទឹកយើងធម្មតាអញ្ចឹងប៉ុន្តែរសជាតិដាក់មកមានជាតិតាំងពីនៅក្នុងវិទ្យាល័យទូទៅពងគេជប់ឲ្យលក់មកបងប្អូនពេលខ្លាំងពិបាករកមីស៊ុបទូពងញ៉ាំពេលអញ្ចឹងទៅបងប្អូនអាចបញ្ញ៉ាំកន្លែងគាត់បានគឺគាត់លក់នៅជាប់លបងវត្តទូពងតែម្ដងមករបស់ខ្ញុំក៏មិនតែកន្លែងគាត់មួយដែរបងប្អូនមានកន្លែងបាទលក់មីស៊ុបទូពងបឋមឆ្ងាញ់ច្រើនកន្លែងប៉ុន្តែខ្ញុំណែនាំកន្លែងគាត់នេះមួយគឺនៅជាប់នឹងលបងវត្តបងប្អូនបើសិនជានៅចិត្តហ្នឹងអីអាចញ៉ាំកន្លែងគាត់បានយើងនឹកឃើញឃ្លាននឹងហេវពេលណាមកញ៉ាំពេលហ្នឹងមកស្រោបគ្រប់ដូចខ្ញុំចេះដាក់មីឌុបបងប្អូនហើយមួយចាននេះគុំថាតិចគឺច្រើនមែនតែនអ្នកញ៉ាំមកមួយចាននេះអាចញ៉ាំបាន2អ្នកឆ្អែតប៉ុន្តែអេដមីនញ៉ាំច្រើនតាមមួយចាននេះមកល្មមប៊ឹសចំពោះកន្លែងអង្គុយគឺត្រជាក់ស្រួលហើយគាត់លក់នៅក្នុងហាងដូចជាផ្ទះគាត់ទេបងប្អូនអើយគឺត្រជាក់មានដង្ហាលមានអីចឹងទៅហើយសម្រាប់មីស៊ុបថែមតែម្ទេសថែមតែទឹកប៉េងប៉ោះមកកប់មិនបាច់ប្រៀបរសជាតិបានទេបើអ្នកគាត់ចូលចិត្តហឹលដាក់ម្រេចដាក់ម្ទេសឲ្យច្រើនមកអូដាក់មកជាតិហៀទឹកមាត់តម្រងបាទរសជាតិវិញគឺខ្ញុំញ៉ាំទៅឈ្ងុយបងប្អូនឈ្ងុយខ្ទឹមឈ្ងុយបាទអំបិលមីយើងដាក់បន្ថែមដើម្បីឲ្យវាមានជាតិណាហើយមីស៊ុបយើងក៏ប្រៃតិចហ្មងនិយាយទៅដឹងតែឆ្ងាញ់ហ្មងបាទរសជាតិបើសិនជាបងប្អូនធ្លាប់ញ៉ាំកន្លែងគាត់គឺដឹងហើយអញ្ចឹងសម្រាប់បងប្អូនឬក៏ដែលខានញ៉ាំកន្លែងគាត់យូរចង់រំលឹករសជាតិចង់ទៅញ៉ាំសារថ្មីអាចមកបានទីតាំងគាត់លក់នៅជាប់នឹងវត្តទូលកំពង់តែម្ដងណាបាយត្រូវការស្វែងរកទីតាំងអាហារឆ្ងាញ់មែនទេទាញយកអេបអបសុកណាស់ឥឡូវនេះ